ហេតុអីបានជាអាជីវកម្មខ្លះត្រូវដួលរលំក្នុងពេលមានវិបត្តិខណៈដែលអាជីវកម្មខ្លះទៀតបែរជាអាចរីកចម្រើនលើសដើមភាពខុសគ្នាគឺស្ថិតនៅលើការគ្រប់គ្រងហានិភ័យមិនមែនជាសត្រូវដែលគួរឲ្យខ្លាចនោះទេប៉ុន្តែវាគឺជាទិន្នន័យដែលត្រូវគ្រប់គ្រងថ្ងៃនេះយើងនឹងសិក្សាអំពីរបៀបដែលស្តង់ដារពិភពលោកដូចជា ISO, COSO, IFOS និង SIGAP ជួយការពារអាជីវកម្មរបស់អ្នកពីវិបត្តិធំៗសួរថាតើអ្វីទៅជាហានិភ័យ risk តាមនិយមន័យបច្ចេកទេសតាមស្តង់ដារ ISO 31000ហានិភ័យគឺជាឥទ្ធិពលនៃភាពមិនច្បាស់លាស់ទៅលើគោលដៅឧទាហរណ៍កសិករដាំស្រូវសម្រាប់នាំចេញប៉ុន្តែមិនដឹងថាឆ្នាំនេះនឹងមានគ្រោះរាំងស្ងួតឬយ៉ាងណាភាពមិនច្បាស់លាស់នៃអាកាសធាតុគឺជាហានិភ័យចំពោះទិន្នផលឧទាហរណ៍មួយទៀតក្រុមហ៊ុនដឹកជញ្ជូនប្រើ app សម្រាប់ទទួលការកម្ម៉ង់ប៉ុន្តែបារម្ភថាអាចនឹងមានការវាយប្រហារតាមអ៊ីនធឺណិតដែលធ្វើឲ្យប្រព័ន្ធគាំងភាពមិនច្បាស់លាស់នៃសន្តិសុខបច្ចេកទេសនេះគឺជាហានិភ័យមកដល់ចំណុចទី2នេះគឺយើងនិយាយគ្នាអំពីការវាស់វែងការបាត់បង់និងស្តង់ដារអន្តរជាតិ IFOS 9 និង CISOS សំណួរសួរថាតើស្ថាប័នហិរញ្ញវត្ថុនិងអាជីវកម្មនៅកម្ពុជាវាស់វែងការបាត់បង់ដោយរបៀបណាចម្លើយនោះគឺយើងប្រើប្រាស់ក្របខ័ណ្ឌធំចំនួន4ទី1គឺ CIFOS Cambodian International Financial Reporting Standards កម្ពុជាអនុវត្តតាម IFOS 9ជាពិសេសគឺការកត់ត្រាការខាតបង់ឥណទានដែលរំពឹងទុកឧទាហរណ៍ទី1ធនាគារឲ្យកម្ចីទៅបុគ្គលិកក្រុមហ៊ុនឯកជនបើក្រុមហ៊ុននោះប្រកាសកាត់បន្ថយបុគ្គលិកធនាគារត្រូវដកលុយបម្រុងទុក provision ភ្លាមទោះគោលបំណុលមិនទាន់ខកខានសងក៏ដោយឧទាហរណ៍ទី2ក្រុមហ៊ុនអចលនទ្រព្យលក់ផ្ទះបង់រំលោះបើទីផ្សារអចលនទ្រព្យធ្លាក់ចុះក្រុមហ៊ុនត្រូវវាយតម្លៃការបាត់បង់តាមស្តង់ដារ CIFOS ដើម្បីបង្ហាញតួលេខពិតក្នុងរបាយការណ៍ហិរញ្ញវត្ថុឧទាហរណ៍ទី3គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចដូចជាការកើនឡើងនៃអតិផរណាដើម្បីព្យាករណ៍អត្រាបាត់បង់កម្ចីនាពេលអនាគតក្របខ័ណ្ឌទី2គឺ COSO ផ្ដោតទៅលើការត្រួតពិនិត្យផ្ទៃក្នុងនិងវប្បធម៌អង្គភាពឧទាហរណ៍អាជីវកម្មលក់រាយតម្រូវឲ្យមានការផ្ទៀងផ្ទាត់សាច់ប្រាក់រវាងអ្នកកាន់លុយនិងអ្នកគ្រប់គ្រងបញ្ជីរៀងរាល់ថ្ងៃទី2ឧទាហរណ៍ទី2ការកំណត់សិទ្ធិចូលប្រើប្រាស់ទិន្នន័យសម្ងាត់ក្រុមហ៊ុនឲ្យបានតែអ្នកគ្រប់គ្រងជាន់ខ្ពស់ប៉ុណ្ណោះឧទាហរណ៍ទី3ដូចជាការបង្កើតខ្សែទូរស័ព្ទសម្ងាត់ Whistle blowing ឲ្យបុគ្គលិករាយការណ៍អំពីអំពើពុករលួយនៅក្នុងក្រុមហ៊ុនក្របខ័ណ្ឌទី3គឺ Basel III កំណត់កម្រិតទុនបម្រុងសម្រាប់ធនាគារឧទាហរណ៍ដូចជា
ធនាគារជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬក៏គ្រឹះស្ថាន MDI ឬ Specialized Bank ឬក៏ Commercial Bank រក្សានៅសមមាត្រសន្ទុះនីយភាព LCR ឲ្យបានគ្រប់គ្រាន់ដើម្បីអាចធានាបាននៅលុយបង្វិលក្នុងគ្រាមានអាសន្នមកដល់ចំណុចទី3គឺយើងនិយាយអំពីសសរស្តម្ភទាំង10នៃហានិភ័យដែលខ្ញុំនឹងធ្វើការបែងចែកតាមក្រុមដោយអនុលោមទៅតាមស្តង់ដារ ISO ហើយនិង CGAP ក្រុមទី1គឺហានិភ័យហិរញ្ញវត្ថុដែលនៅក្នុងហ្នឹងមាន credit risk មាន liquidity risk មាន market risk ហើយនឹងទីក្រុមទី2គឺហានិភ័យប្រតិបត្តិការ operational risk ដែលនៅក្នុងហ្នឹងមាន IT and cyber security មាន human and fraud risk មាន internal control risk យើងអនុលោមតាម COSO ហើយក្រុមទី3គឺយើងនិយាយអំពីហានិភ័យយុទ្ធសាស្ត្រនិងហានិភ័យខាងក្រៅ strategy and external risk ក្នុងហ្នឹងមាន compliance risk មាន reputation risk មាន political risk ហើយនឹង mission drift តាម CGAP អញ្ចឹងជាសរុបគឺយើងមាន10ឥឡូវកុំឲ្យយើងខាតពេកយើងចូលទៅក្រុមទី1ដែលជាក្រុមហានិភ័យហិរញ្ញវត្ថុ financial risk នៅក្នុងហានិភ័យហិរញ្ញវត្ថុហានិភ័យទី1គឺចំណុចទី1ហានិភ័យឥណទាន credit risk សំដៅដល់កូនបំណុលមិនអាចទូទាត់សងប្រាក់បានករណីសិក្សាមួយអំពីចំនួនព្រំដែនកម្ពុជាថៃនៅពេលដែលព្រំដែនបិទកសិករដែលនាំចេញដំឡូងមីទៅថៃបានបាត់បង់ចំណូលភ្លាមដែលនាំឲ្យពួកគាត់មិនអាចសងបំណុលគ្រឹះស្ថានហិរញ្ញវត្ថុឬក៏ធនាគារបានហានិភ័យទី2ស្ថិតនៅក្នុងហានិភ័យហិរញ្ញវត្ថុគឺ liquidity risk ហានិភ័យសន្ទុះនីយភាពគឺសំដៅដល់ការខ្វះសាច់ប្រាក់សុទ្ធសម្រាប់បង្វិលឧទាហរណ៍ហាងលក់មាសមានទ្រព្យសម្បត្តិច្រើនមានមាសច្រើនប៉ុន្តែបើសិនជាគ្មានអតិថិជនទិញហើយត្រូវការលុយបង់ថ្លៃផ្ទះភ្លាមនោះហើយដែលគេហៅថាហានិភ័យសាច់ប្រាក់ងាយស្រួលចូលមកដល់ទី3ស្ថិតនៅក្នុងហានិភ័យហិរញ្ញវត្ថុដូចគ្នាគឺ market risk ហានិភ័យទីផ្សារហានិភ័យទីផ្សារខ្ញុំលើកករណីដូចនៅវេណេស៊ុយអេឡាបងប្អូនប្រហែលជាធ្លាប់ឮហើយនៅក្នុងឆ្នាំ2025វេណេស៊ុយអេឡាលុយជាតិរបស់វេណេស៊ុយអេឡាធ្លាក់ថ្លៃខ្លាំងធ្វើឲ្យទ្រព្យសម្បត្តិដែលជាលុយជាតិបាត់បង់តម្លៃស្ទើរទាំងស្រុងលុយរបស់វេណេស៊ុយអេឡាស្ទើរតែដូចกระดาษមានតម្លៃអត់ស្មើនឹងបន្លែយកលុយមកគូតឡានទិញបានបន្លែមួយដុំពីរដុំបាទហ្នឹងដោយសារតែបញ្ហាលុយជាតិធ្លាក់ថ្លៃឧទាហរណ៍ទី2ការឡើងថ្លៃប្រេងសាំងធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញកើនឡើងប៉ះពាល់ដល់ប្រាក់ចំណេញមួយទៀតឧទាហរណ៍ការប្រែប្រួលអត្រាការប្រាក់លើទីផ្សារធ្វើឲ្យថ្លៃដើមខ្ចីបុលរបស់ក្រុមហ៊ុនកើនឡើងខ
off fan ណាតម្លៃថ្លៃដើមហ្នឹងកើនឡើងអញ្ចឹងបើសិនជានៅរក្សាលក់ក្នុងអត្រាការប្រាក់ដែលបានកំណត់ចាស់ប្រាក់ចំណេញនឹងធ្លាក់ចុះបាទអញ្ចឹងចូលមកក្រុមទី2ក្រុម operational risk ក្នុង operational risk ហ្នឹងមានទី1គឺ IT and cyber security ឧទាហរណ៍នៅវេណេស៊ុយឡាគឺមានបញ្ហាចរន្តអគ្គិសនីនៅតំបន់បើយោងតាមព័ត៌មានអន្តរជាតិ Reuters តាមរយៈព័ត៌មានធំដែលផ្សាយមកគឺនៅវេណេស៊ុយឡានៅតំបន់ដាច់ស្រយាលដាច់ភ្លើងមួយថ្ងៃ20ម៉ោង22ម៉ោងអីចឹងស្ទើរតែអត់មានភ្លើងប្រើបើនៅប្រជុំជនដាច់7 8ម៉ោងអញ្ចឹងទៅ10ម៉ោងអញ្ចឹងធ្វើឲ្យបញ្ហាមកដល់ប្រព័ន្ធធនាគារដូចជា ATM អីកាំងមនុស្សមិនអាចដកលុយបានមួយទៀតដូចជាប្រព័ន្ធបង់ប្រាក់អនឡាញត្រូវ hack វាបហានិងលួចទិន្នន័យកាតរបស់អតិថិជនបាទហ្នឹងគឺសិតតែបញ្ហារបស់ cyber security ឯងឧទាហរណ៍មួយទៀតដើម្បីឲ្យយល់ឲ្យច្បាស់គឺឧទាហរណ៍ការបាត់បង់ទិន្នន័យគណនេយ្យដោយសារកុំព្យូទ័រខូចហើយគ្មានប្រព័ន្ធរក្សាបំរុងទុកអត់មាន backup អត់មានDR សាយអីធ្វើឲ្យអត់បាន backup នៅក្នុង cloud អត់មាន backup ទុកអញ្ចឹងធ្វើឲ្យទិន្នន័យបាត់បង់ស្រុងនឹងទាំងអស់ហ្នឹងជា IT security និង cyber risk មួយទៀតមកដល់ចំណុចទី5 risk ទី5ដែលស្ថិតនៅក្នុង operational risk ដូចគ្នាគឺ human ឬក៏ fraud risk ឧទាហរណ៍បុគ្គលិកផ្នែកឃ្លាំងលួចកែតួលេខទំនិញក្នុងស្តុកដើម្បីយកទំនិញទៅលក់ក្រៅបាទឧទាហរណ៍មួយទៀតមន្ត្រីឥណទានបង្កើតគោលបំណុលខ្មោចដើម្បីដកលុយចេញពីស្ថាប័នមួយទៀតឧទាហរណ៍ការចាកចេញនៃបុគ្គលិកជំនាញ IT សំខាន់ដែលធ្វើឲ្យប្រព័ន្ធមិនបន្តមកដល់ចំណុចបន្ទាប់គឺ international control risk វាស្ថិតនៅក្នុង operational risk ដូចគ្នាពាក់ព័ន្ធជាមួយ internal control risk ឧទាហរណ៍ការអនុញ្ញាតឲ្យបុគ្គលិកម្នាក់កាន់ទាំងសាច់ប្រាក់កាន់ទាំងបញ្ជីគណនេយ្យអត់មាន dual control អញ្ចឹងធ្វើឲ្យប្រឈមនឹងឬក៏ងាយក្នុងការបាត់បង់វាអត់មាន doer and checker អញ្ចឹងវាអាចប្រឈមនឹងហានិភ័យខ្ពស់ក្រុមទី3គឺក្រុមហានិភ័យយុទ្ធសាស្ត្រនិងហានិភ័យខាងក្រៅ strategic and external risk ដែលទី1គឺ compliance risk ហានិភ័យអនុលោមភាពហានិភ័យហ្នឹងឧទាហរណ៍ក្រុមហ៊ុនមិនបានបង់ពន្ធត្រឹមត្រូវនាំឲ្យរងការផាកពិន័យនិងបិទអាជីវកម្មជាដើមឬក៏ឧទាហរណ៍មួយទៀតការមិនធ្វើបច្ចុប្បន្នភាពអាជ្ញាប័ណ្ណអាជីវកម្មតាមច្បាប់បាទហ្នឹងក៏ស្ថិតនៅក្នុង compliance ហ្នឹងដែរអីទៀតជា compliance ដែរដូចជាការបំពានច្បាប់ការពារបរិស្ថានដែលនាំឲ្យមានការប្តឹងផ្ដាល់ពីសហគមន៍អីជាដើមបាទយើងមកទៅមួយចំណុចទៀតគឺ reputation risk ស្ថិតនៅក្នុងហានិភ័យយុទ្ធសាស្ត្រនិង external នឹងដែរដែលហានិភ័យមួយនេះគឺឧទាហរណ៍ថាធនាគារមួយមានព័ត៌មានមិនពិតថាចិត្តខ្សែធននៅលើបណ្ដាញសង្គម Facebook ចា
ឬក៏បណ្ដាញមេឌៀផ្សេងដែលលេចលឺដំណឹងថាចិត្តខ្សែធនnàyធ្វើឲ្យអតិថិជនសម្រុកទៅដកលុយបាទអញ្ចឹងអាហ្នឹងជាហានិភ័យគេឈ្មោះដោយសារតែគេឈ្មោះល្អគេលឺគេសម្រុកទៅដកលុយមកបាទអញ្ចឹងឧទាហរណ៍មួយទៀតដែលបង្ហាញពីហានិភ័យគេឈ្មោះដូចជាភោជនីយដ្ឋានមានបញ្ហាសារធាតុពុលក្នុងអាហារដែលត្រូវបានផ្សព្វផ្សាយដោយផ្សព្វផ្សាយជាសាធារណៈដោយយើងមួយរយៈមុនមានទឹកដោះគោប្រភេទនោះដែលកុមារញ៉ាំទៅពុលហ្នឹងអាហ្នឹងជាសិតតែជាបញ្ហាដែលពាក់ព័ន្ធជាមួយនឹងគេឈ្មោះហើយអញ្ចឹងលក់អត់បានទេហើយឧទាហរណ៍ទី3ដូចជាការបែកធ្លាយទិន្នន័យឯកជនភាពរបស់អតិថិជនលើអ៊ីនធឺណិតបាទនៅក្នុងប្រជាជាតិកម្ពុជាអតិថិជនខ្ចីលុយនឹងក៏ដោយបើបែកធ្លាយឯកជនភាពរបស់គេគឺអ្នកធ្វើឲ្យបែកធ្លាយគឺប្រឈមនឹងច្បាប់ព្រំទាន់ទៅដល់នេះមួយទៀតគឺ political risk ហានិភ័យនយោបាយដោយករណីចំនួនព្រំដែនដដែលចំនួនយោធាធ្វើឲ្យវិនិយោគិនបរទេសផ្អាកគម្រោងបាទគម្រោងធំទៅផ្អាកឧទាហរណ៍មួយទៀតដូចជាការផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មភ្លាមពីសំណាក់រដ្ឋាភិបាលបាទធ្វើឲ្យប៉ះពាល់ទៅដល់វិនិយោគអីចឹងទៅធ្វើបង្កឲ្យមានភាពស្មុគស្មាញធ្វើឲ្យបាត់បង់ប្រយោជន៍របស់វិនិយោគិនដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចជាការអនុវត្តពន្ធ tariff របស់ Donald J Trump ក្នុងឆ្នាំ2025ដែលពេលគាត់ឡើងកាន់អំណាចអីហ្នឹងទាំងអស់ហ្នឹងហើយសិតតែជាហានិភ័យនយោបាយមួយទៀតគឺចំណុចទី10សសរស្តម្ភទី10ដែលគឺជា mission drift ហើយហានិភ័យបេសកកម្មឧទាហរណ៍ស្ថាប័នមីក្រូហិរញ្ញវត្ថុផ្ដោតតែលើប្រាក់ចំណេញរហូតដល់ផ្លិចជួយអ្នកក្រីក្រព្រោះបេសកកម្មរបស់គ្រឹះសារហិរញ្ញវត្ថុគឺលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលក្រីក្រដល់ពេលផ្លិចខ្លួនដើរចេញពីទស្សនវិស័យបេសកកម្មរបស់ខ្លួនឬក៏ការបង្កើនអត្រាការប្រាក់ខ្ពស់ខ្លាំងពេកដែលធ្វើឲ្យប៉ះពាល់ដល់បេសកកម្មសង្គមរបស់ស្ថាប័នបាទទាំងអស់ហ្នឹងគឺជាហានិភ័យបេសកកម្មបន្តមកដល់ចំណុចមួយទៀតគឺយើងនិយាយអំពីយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ The 4T strategy បើយោងទៅតាមស្តង់ដារ ISO 31000យើងមានយុទ្ធសាស្ត្រ4មួយគឺ avoidance ជៀសវាងគឺអត់ធ្វើយើងធ្វើ risk avoidance បានន័យថាយើងអត់ធ្វើការងារហ្នឹងទេឧទាហរណ៍ធនាគារផ្អាកផ្ដល់កម្ចីដល់វិស័យចលនាទ្រព្យនៅពេលដែលមើលឃើញថាសញ្ញានៃវិបត្តិអញ្ចឹងនឹងគឺ avoid អត់ធ្វើវាឧទាហរណ៍ទី2ក្រុមហ៊ុនសម្រាប់ចិត្តបោះបង់ទុនវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមហ្នឹងគឺ avoid អត់បោះបង់មិនវិនិយោគមិនបោះទុនវិនិយោគចូលទៅប្រទេសដែលកំពុងតែបាញ់គ្នាកំពុងតែមានសង្គ្រាមហើយយុទ្ធសាស្ត្រទី2គឺកាត់បន្ថយ mitigation ឧទាហរណ៍ក្រុមហ៊ុននៅ Venezuela ដំឡើងសូឡាបូកជាមួយនឹងអ៊ីនធឺណិត Starlink ដើម្បី
ឲ្យជីវកម្មនៅតែដំណើរការបានបាទហ្នឹងគឺជាការកាត់បន្ថយហានិភ័យមួយទៀតឧទាហរណ៍មួយទៀតបង្ហាញពីការកាត់បន្ថយហានិភ័យដែរដូចជាការដំឡើងប្រព័ន្ធសុវត្ថិភាពសន្តិសុខ Cyber និង Firewall ដើម្បីការពារការលួចទិន្នន័យឬក៏មួយឧទាហរណ៍ទៀតដូចជាការបណ្ដុះបណ្ដាលបុគ្គលិកឲ្យយល់ពីវិធីការពារអគ្គិភ័យអីជាដើមបាទអាហ្នឹងឯងជាការកាត់បន្ថយហានិភ័យឲ្យវារួមទូចហើយយើងទទួលយកវាវិធីសាស្ត្រទី3គឺធ្វើ risk transfer គឺផ្ទេរហានិភ័យឧទាហរណ៍ការទិញធានារ៉ាប់រងអគ្គិភ័យឬធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញដើម្បីអីគេដើម្បីការពារនៅពេលដែលមានអគ្គិភ័យឬក៏មានគ្រោះថ្នាក់កើតឡើងមានក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលរ៉ាប់រងទៅលើការខាតបង់ទាំងអស់នោះឧទាហរណ៍ទី2ដូចជាការធានាពីភាគីទី3 third party guarantee ទៅលើកម្ចីធនាគារឧទាហរណ៍ទី3ការជួលក្រុមហ៊ុនខាងក្រៅឲ្យគ្រប់គ្រងផ្នែក IT ដើម្បីផ្ទេរហានិភ័យបច្ចេកទេសទាំងអស់ហ្នឹងឧទាហរណ៍ដែលខ្ញុំបង្ហាញផ្ដល់ជូន3ហ្នឹងគឺបង្ហាញអំពីវិធីសាស្ត្រធ្វើ risk transfer ហៅថាអត់ទទួលយក risk ហ្នឹងដោយខ្លួនឯងទេគឺនៅពេលដែលហានិភ័យហ្នឹងកើតឡើងជាការទទួលខុសត្រូវរបស់ third party មកដល់យុទ្ធសាស្ត្រទី3គឺ risk acceptance បានន័យថាទទួលយកវានៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រុកខ្មែរគឺអនុវត្តតាម CISOS ដោយបំរុងទុកសាច់ប្រាក់សម្រាប់ការខាតបង់ដែលរំពឹងទុកបាទអញ្ចឹងធ្វើកាលពីមុនអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា NBC ប៉ុន្តែក្រោយមកបានផ្លាស់ប្ដូរមកប្រើ International Standard ប៉ុន្តែនៅកម្ពុជាគឺប្រើ CIFOS បើ Standard International គឺ IFOS ណាពោះយុទ្ធសាស្ត្រទាំង4ក្នុងការផ្ទេរហានិភ័យហ្នឹងបងប្អូនយល់ច្បាស់ជាយល់ច្បាស់ហើយថាទី1គឺយើងធ្វើ risk avoidance នៅពេលដែលឃើញហានិភ័យធ្ងន់ធ្ងរខ្លាំងពេកអត់ធ្វើវាតែម្ដងទី2យើងធ្វើ risk mitigation បានន័យថាយើងបង្រួមហានិភ័យឲ្យទូចល្មមយើងធ្វើយើងទទួលយកវាហើយយើងអនុវត្តវាធ្វើវាមកធ្វើទី3គឺយើង transfer risk នឹងចេញយើងធ្វើវាយើងអនុវត្ត project ហ្នឹងប៉ុន្តែយើងអត់ accept risk ហ្នឹងទេគឺយើងជួល outsourcing ឬក៏អីឬក៏យើងទិញ insurance ទិញអីដើម្បីឲ្យគេ bear risk ហ្នឹងឲ្យយើងចុងក្រោយគឺយើងធ្វើ risk acceptance គឺទទួលយកហានិភ័យហ្នឹងដោយមើលឃើញថាហានិភ័យហ្នឹងស្ថិតនៅក្នុងកម្រិតដែលអាចទ្រាំទ្របានជារួមហានិភ័យមិនមែនជារឿងដែលគួរឲ្យខ្លាចនោះទេប្រសិនបើយើងមានអាវក្រោះត្រឹមត្រូវការប្រើប្រាស់ស្តង់ដារ CISOS ដើម្បីព្យាករណ៍ការបាត់បង់ GOZO ដើម្បីរៀបចំមនុស្ស ISO ដើម្បីរៀបចំដំណើរការនិង CGAP ដើម្បីការពារនិរន្តរភាពនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមិនត្រឹមតែរស់តែគឺរឹងមាំក្នុងគ្រប់វិបត្តិចងចាំថាអ្នកដែលគ្រប់គ្រងហានិភ័យបានល្អបំផុតគឺជាអ្នកដែលឈ្នះក្នុងហ្គេមអាជីវកម្មរយៈពេលវែងបាទឥឡូវខ្ញុំសួរសំណួរត្រេះរិះមួយឲ្យបងប្អូនយកទៅត្រេះរិះពិចារណាបន្ទាប់ពីស្ដាប់នៅមេរៀនដែលខ្ញុំបានរៀបរាប់ពីខាងលើមកសូមបងប្អូនយកទៅត្រេះរិះពិចារណាថាតើបងប្អូនដោះស្រាយបែបណាប្រើយុទ្ធសាស្ត្របែបណាសំណួរសួរថាតើប្រសិនបើអាជីវកម្មរបស់អ្នកជួបវិបត្តិដូចវេណេស៊ុយឡានៅថ្ងៃស្អែកតើយុទ្ធសាស្ត្រមួយណាដែលអ្នកនឹងយកមកប្រើមុនគេតើស្តង់ដារ CISOS នឹងជួយអ្នក
ឲ្យមើលឃើញគ្រោះថ្នាក់បានលឿនជាងមុនដោយរបៀបណានៅអេពីសូតទី2យើងនឹងស្វែងយល់អំពី risk return trade off សិល្បៈនៃការថ្លឹងថ្លែងរវាងហានិភ័យនិងផលចំណេញតើការចង់បានចំណេញខ្ពស់ត្រូវប្ដូរមកវិញនៅអ្វីខ្លះសូមកុំភ្លេចចុច Subscribe និង Follow Page ដើម្បីទទួលបាននៅមេរៀនហិរញ្ញវត្ថុថ្មីៗជារៀងរាល់សប្តាហ៍អរគុណនិងជួបគ្នានៅអេពីសូតទី2